នៅពេលដែលប្រាសាទយើងដែលដូនតាខំកសាងមកបន្សល់ទុកជាតចំនួនយូរឆ្នាំយូរលង់ណាស់មកហើយនៅពេលដែលសៀមឆ្លៀនពៀនហើយបានបំផ្លិចបំផ្លាញក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាឈឺចាប់ខ្លាំងអត់អាចរកអីព្រៀបផ្ទឹមបានទេដោយសារតែវាអត់អាចយកអីមកជួសជុលវិញបានណាបងប្រាសាទក៏ជួសជុលអត់បានផ្លូវចិត្តប្រជាជនក៏អត់អាចជួសជុលបានដែរពេលហ្នឹងគឺឈឺខ្លាំងមែនតើប្រជាជនពួកខ្ញុំត្រូវការតែសន្តិភាពទេដោយសារតែចង់សូអំណាចខ្លួនឯងធ្វើបាបប្រជាជនស្រូតថង់របស់ប្រទេសជាតិខ្ញុំពិតជាមានមោទនភាពលើបងនិងបងប្អូនទាំងអស់គ្នាដែលមានកម្លាំងសាមគ្គីភាពរឿងទាំងអស់ហ្នឹងហើយបានសូឲ្យប្រជាជនខ្មែរយើងទាំងធំទាំងទូចទាំងប្រុសទាំងស្រីហ្នឹងមិនថាធំមិនថាកូនក្មេងជំនាន់ក្រោយទេគឺមានកម្លាំងសាមគ្គីគ្នាឡើងខ្ញុំពិតជាមានមោទនភាពខ្លាំងមែនតើដោយសារតែផ្លូវហ្នឹងសៀមបានគាស់កកាយនៅស្មារតីជាតិខ្មែរឡើងមកសាមគ្គីគ្នារួបរวมគ្នា